Good morning, everyone. Good morning, all the students. But I don't today. Today, I would like to present you about how to understand about paraspeak. ចឹងថ្ងៃនេះខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាអំពីអ្វីទៅហៅថា paraspeak តើគេបែងចែក paraspeak ជាប៉ុន្មានហើយយើងប្រើប្រាស់ដូចម្ដេចហើយនិយមន័យវាយ៉ាងដូចម្ដេច So now you look at today is Monday the 10th of March 2025 and this lesson related to grammar we talk about paraspeak ចឹង paraspeak ជាភាសាខ្មែរយើងហៅថាថ្នាក់ពាក្យ There are 8 kind of paraspeak such as អញ្ចឹងនៅក្នុងភាសាអង់គ្លេសមានថ្នាក់ពាក្យ8ដូចខ្មែរយើងដែរ 1 noun នឹងយើងប្រើថានាម Number 2 pronoun ខ្មែរយើងហៅថាសព្វនាម verb កិរិយាសព្ទ Number 4 adverb គុណកិរិយាឬក៏កិរិយាវិសេស Adjective ប្រើថាគុណនាម Preposition ធ្នាក់ Conjunction ឈ្នាប់ Interjection ឧទានស័ព្ទអញ្ចឹងយើងមកស្គាល់អីថា Noun is a word tell us about name of something, someone, a person, of animal, everything in the world អញ្ចឹងនាមគឺជាពាក្យមួយដែលប្រាប់យើងអំពីឈ្មោះឧទាហរណ៍ឈ្មោះអ្វីមួយឈ្មោះវត្ថុអ្វីមួយឈ្មោះសត្វឈ្មោះមនុស្សឈ្មោះទីកន្លែងអញ្ចឹងអ្វីក៏ដោយឲ្យតែមានឈ្មោះនៅលើលោកនេះណាពាក្យជា noun pronoun ខ្មែរយើងប្រែថាសព្វនាម pronoun is a word used for replace a noun អញ្ចឹងសព្វនាមគឺគេប្រើសម្រាប់ជំនួសន័យឲ្យនាមឧទាហរណ៍ខ្ញុំនិយាយថា Bona is my teacher he is good at explaining the lesson អញ្ចឹង he នឹងជា pronoun ដោយសារ he នឹងជំនួសន័យឲ្យ teacher Bona Number 3 verb is a word show us about activity អញ្ចឹងកិរិយាសព្ទគឺជាពាក្យសម្រាប់បង្ហាញពីសកម្មភាពអ្វីមួយឬក៏នរណាម្នាក់ដូចជា walks run អីចឹងណា speak Number 4 adverb គុណកិរិយា use for modify verb adjective and adverb also អញ្ចឹងគុណកិរិយាគឺគេប្រើសម្រាប់បញ្ជាក់ន័យឲ្យកិរិយាសព្ទគុណកិរិយានិងគុណកិរិយាមួយទៀត adjective ខ្មែរយើងគុណនាម adjective is used for describe a noun អញ្ចឹងគុណនាមគឺគេប្រើសម្រាប់ពណ៌នាអំពី noun អំពីនាម Preposition tell us about where or something អញ្ចឹងធ្នាក់គឺជាពាក្យប្រាប់យើងអំពីកន្លែងនៃវត្ថុអ្វីមួយឬក៏ something Conjunction ប្រែថាឆ្នាប់អញ្ចឹងឆ្នាប់វាមកពាក្យថាភ្ជាប់ for connect word and word
សម្រាប់ភ្ជាប់ពាក្យនិងពាក្យ noun and noun verb and verb adjective and adjective phrase and phrase sentence and sentence okay interjection យើងប្រែថាឧទានស័ព្ទយើងស្គាល់អីឧទានស័ព្ទឧទានស័ព្ទគឺជាល្បះដែលបញ្ចប់ដោយសញ្ញាឧទានហើយពាក្យ okay so about excited appreciate amazing respect ចឹង interjection បង្ហាញយើងពីភាពរំភើបការសាទរភាពភ្ញាក់ផ្អើលឬក៏ការគោរពការបញ្ចេញសំឡេងលឺការភ្ញាក់ផ្អើល so wow great amazing fantastic wonderful oh my god okay you finish by you finish by this interjection ចឹងយើងមកមើល example now look at example 1 ចឹងតើតើនឹង noun មានដូចជាតារាជាឈ្មោះរបស់មនុស្ស Dara is the name of person cat is the name of animal or pet is animal car means that the name of machine that can drive on the road on the street ចឹង car ក៏វាជាឈ្មោះដែរ dash ប្រែថាតកក៏វាមានឈ្មោះ table ក៏មានឈ្មោះ globe នេះប្រែថាភូកូនក៏មានឈ្មោះ teacher ហ្នឹងដែលយើងហៅថា teacher ហ្នឹងដោយសារមានឈ្មោះបាទចឹងអ្វីក៏ដោយឲ្យតែមានឈ្មោះយើងហៅថាថ្នាក់ពាក្យជា noun number 2 pronoun សព្វនាមចឹងក្នុងភាសាអង់គ្លេសមានដូចជា I you we they he she it him her them me us អូខេចឹងបែរថាខ្ញុំអ្នកយើងពួកគេគាត់នាងវាគាត់នាងពួកគេពួកវាខ្ញុំពួកយើងអូខេហើយ verb តែថាកិរិយាសព្ទជាសកម្មភាពជា walk run sleep teach play visit draw write paint ដើររត់អង្គេងបង្រៀនលេងទស្សនាគូសរសេរផាត់ពណ៌អញ្ចឹងនឹងជាសកម្មភាពជា activity អញ្ចឹងវាជា verb ណាឥឡូវយើងមើល number 4 adverb មានដូចជាពាក្យ goodly fastly slowly clearly loudly gracefully blah 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 មានពាក្យជាច្រើនទៀតណា goodly មានន័យថាយ៉ាងល្អឬក៏យ៉ាងល្អណាស់ fastly មានន័យថាយ៉ាងលឿន slowly មានន័យថាយ៉ាងយឺត clearly យ៉ាងច្បាស់ loudly យ៉ាងលឺ gracefully យ៉ាងសមសួនចឹងគុណកិរិយានៅក្នុងភាសាខ្មែរក៏ដោយឆ្លើយនឹងសំណួរ how យ៉ាងណាដូចម្ដេច how do you speak English you can say I speak English fluently ក៏ជា adverb ដែរ how do you talk to your friend when you angry someone តើយើងនិយាយទៅកាន់មិត្តភក្តិយើងដូចម្ដេចពេលយើងខឹងណាម្នាក់ you can say I speak loudly to them ខ្ញុំនិយាយយ៉ាងលឺទៅកាន់ពួកគេ gracefully យ៉ាងសមសួនអូខេឥឡូវយើងមកមើលលំហាត់មួយគេឲ្យ tell part of speech in the sentences គេឲ្យយើងចូលប្រាប់ថ្នាក់ពាក្យនៅក្នុងប្រយោគ Dara is my good friend he is handsome ចឹងនៅក្នុងនេះយើងឃើញអីជា noun បាទ Dara ជា noun
is នេះជា verb to be friend នេះក៏ជា noun នេះជា adjective he នេះជា pronoun handsome នេះជា adjective អូខេ adjective ចឹង he នេះមិនបានជា pronoun ដោយសារ he នេះ replace of noun តារាចឹងនៅពេលដែលយើងសរសេរជាលើកទី2ឡើងយើងអាចយក pronoun មកជំនួសឲ្យ noun ដើម្បីកុំឲ្យវាស្ទួនដើម្បីកុំឲ្យវាច្រំតែលតែ number 2 I cannot ride my bike fastly ចឹងយើងឃើញឯខ្លះ I នេះជា subject pronoun can នេះជា modal verb ride នេះជា verb by នេះជា noun fastly នេះជា adverb យើងម្ដងទៀត I can not ride my bike fastly ខ្ញុំមិនអាចជិះកង់របស់ខ្ញុំលឿនបានទេដោយលឿនបានទេចឹង fastly នោះវាជា adverb ដោយសារអីដោយសារវា modify ឲ្យ ride ដោយសារវាបញ្ជាក់ន័យឲ្យកាន់តែច្បាស់ទៅលើកិរិយាសព្ទ ride ជិះកង់នោះជិះយ៉ាងម៉េចជិះយ៉ាងលឿនចឹងសម្រាប់ number 5 number 6 number 7 number 8យើងអាចស្វែងយល់បន្ថែមហើយសូមរំលឹកថាដើម្បីរៀនវេយ្យាករណ៍ឆាប់ចេះឆាប់យល់យើងត្រូវរៀនស្គាល់ part of speech ឲ្យច្បាស់នោះយើងនឹងចាប់ផ្ដើមយល់ពីវេយ្យាករណ៍បានច្រើនហើយបើយើងយល់វេយ្យាករណ៍អង់គ្លេសយើងទៅរៀនវេយ្យាករណ៍ខ្មែរក៏ឆាប់យល់ដែរព្រោះវាហាក់ប្រហែលគ្នាទេវាសឹងតែដូចគ្នា 100% បាទសូមអរគុណសម្រាប់ការទេសនាសម្រាប់យកចិត្តទុកដាក់ថ្ងៃនេះបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណ